ខាងរដ្ឋាភិបាលថៃគ្មានចំណាត់ការក្រមកសិករដាំអំពៅថៃជាង 2000 នាក់នាំគ្នាធ្វើការតវ៉ានៅមុខក្រសួងកសិកម្មថៃបង្កការកកស្ទះចរាចរណ៍កណ្ដាលក្រុងបាងកកបរិយាកាសនៅកណ្ដាលក្រុងបាងកកនៃប្រទេសថៃនាព្រឹកថ្ងៃទី 26 ខែមិថុនាឆ្នាំ 2026 នេះហាក់ឡើងកម្ដៅយ៉ាងខ្លាំងដែលបានក្លាយជាកន្លែងតានតឹងមួយបន្ទាប់ពីកសិករដាំអំពៅថៃប្រមាណជាង 2500 នាក់មកពីតំបន់ផ្សេងៗនៅទូទាំងប្រទេសបានប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខក្រសួងឧស្សាហកម្មថៃដើម្បីទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយបញ្ហាដែលពួកគេបានអះអាងថាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅត្បិតក្រុមបាតុករបានធ្វើដំណើរមកកាន់ក្រសួងនេះដោយមានគោលបំណងចង់ជួបរដ្ឋមន្ត្រីពាក់ព័ន្ធពលគឺលោកវ៉ារ៉ាវុធស៊ីឡាប៉ាអាឆារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃដើម្បីដាក់សំណើនិងទាមទារសំណងព្រមទាំងវិធានការជាក់លាក់នៅក្នុងការដោះស្រាយវិបត្តិដែលវិស័យអំពៅនិងស្ករកំពុងប្រឈមនេះបើយោងតាមការចុះផ្សាយដោយកាសែតថៃម៉ាទីឈុនប្រពន្ធដដែលបានឲ្យដឹងថាចាប់តាំងពីព្រឹកព្រលឹមមកក្រុមកសិករដាំអំពៅថៃប្រមាណ 2500 នាក់បានប្រកាសពីចេតនារបស់ពួកគេនៅក្នុងការជួបជុំដែលបានប្រើប្រាស់ឡានក្រុងចំនួន60គ្រឿងដើម្បីដាក់លិខិតមួយទៅកាន់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោកវ៉ារ៉ាវុធស៊ីឡាប៉ាអាឆាតាក់ទងនឹងជំនួយហិរញ្ញវត្ថុសម្រាប់កសិករដាំអំពៅសម្រាប់រដូវកាលផលិតកម្មឆ្នាំ 2025 ឆ្នាំ 2026 ខណៈដែលការតវ៉ានេះត្រូវបានក្រុងនឹងធ្វើឡើងនៅខាងមុខក្រសួងឧស្សាហកម្មថៃចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 3 រសៀលជាក់ស្ដែងក្រុមកសិករបានសម្ដែងការមិនពេញចិត្តដែលបានលើកឡើងថាបញ្ហាដែលពួកគេបានដាក់សំណើទៅកាន់អាជ្ញាធរជាច្រើនលើកកន្លងមកមិនទាន់ទទួលបានការឆ្លើយតបឬដំណោះស្រាយដែលអាចអនុវត្តបាននៅឡើយទេពួកគេបានអំពាវនាវឲ្យរដ្ឋាភិបាលពន្លឿនការសម្រេចចិត្តនិងចាត់វិធានការជាក់ស្ដែងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់កសិករផងដែរយ៉ាងណាការប្រមូលផ្ដុំមនុស្សរាប់ពាន់នាក់នេះបានបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅតំបន់ជុំវិញក្រសួងឧស្សាហកម្មថៃជាពិសេសនៅតាមបណ្ដោយផ្លូវរាមាទី 6 ខណៈអាជ្ញាធរថៃក៏បានណែនាំឲ្យប្រជាពលរដ្ឋជៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់នេះនិងប្រើប្រាស់ផ្លូវជំនួសដើម្បីកាត់បន្ថយការកកស្ទះដោយឡែកនៅមុនពេលចលនានេះពលគឺនៅល្ងាចថ្ងៃទី 25 ខែមិថុនាឆ្នាំ 2026 ក្រសួងឧស្សាហកម្មថៃបានបញ្ជាឲ្យមន្ត្រីរាជការរបស់ខ្លួនធ្វើការពីចម្ងាយបន្ទាប់ពីបានដឹងពីចេតនារបស់កសិករដាំអំពៅក្នុងការដង្ហែក្បួនទៅកាន់ក្រសួងដើម្បីទាមទារជំនួយហិរញ្ញវត្ថុការិយាល័យលេខាធិការអចិន្ត្រៃយ៍នៃក្រសួងឧស្សាហកម្មថៃបានចេញសេចក្តីប្រកាសណែនាំមន្ត្រីរាជការនិងបុគ្គលិកឲ្យធ្វើការពីចម្ងាយដែលជាវិធានការពិសេសមួយដើម្បីជៀសវាងការរំខានដល់សេវាសាធារណៈដោយសារបរិវេណក្រសួងឧស្សាហកម្មទាំងមូលមិនអាចផ្ទុកអ្នកតវ៉ាច្រើនបែបនេះបាននិងដើម្បីការពីឧបដិហេតុណាមួយដែលអាចកើតមានឡើងជាយថាហេតុគួរជម្រាបថាវិស័យដាំអំពៅគឺជាវិស័យកសិកម្មដ៏សំខាន់មួយរបស់ប្រទេសថៃដែលបានគ្រប់គ្រងជីវភាពរបស់កសិកររាប់សែនគ្រួសារនិងជាប្រភពវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មផលិតស្ករនិងជីវៈឥន្ធនៈដូច្នេះការតវ៉ាទ្រង់ទ្រាយធំបែបនេះត្រូវបានគេមើលឃើញថាជាសញ្ញាបង្ហាញពីសម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមរបស់វិស័យកសិកម្មម្យ៉ាងវិញទៀតការតវ៉ារបស់កសិករដាំអំពៅនៅថៃមិនមែនជាព្រឹត្តិការណ៍ថ្មីនោះទេប៉ុន្តែជាបញ្ហារ៉ាំរ៉ៃដែលបានកើតឡើងជាបន្តបន្ទាប់ដោយសារតម្លៃអំពៅមិនសមស្របនឹងថ្លៃដើមផលិតការរឹតបន្តឹងលើការដុតអំពៅនិងការយល់ឃើញថារដ្ឋាភិបាលមិនបានដោះស្រាយបញ្ហារបស់ពួកគេឲ្យបានទាន់ពេលវេលាជាងនេះទៀតសោតការតវ៉ារបស់កសិករដាំអំពៅនៅថៃមិនមែនជាបញ្ហាតែមួយនៃតម្លៃអំពៅនោះទេប៉ុន្តែវាជាសញ្ញាបង្ហាញពីបញ្ហារចនាសម្ព័ន្ធនៅក្នុងសង្គមថៃដែលរួមមានប្រាក់ចំណូលកសិករមិនមានស្ថិរភាពបំណុលជនបទការអនុវត្តគោលនយោបាយដែលមិនសមស្របនឹងស្ថានភាពជាក់ស្ដែងនិងសម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាលក្នុងការធ្វើតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ចការការពារបរិស្ថាននិងសុខុមាលភាពរបស់ប្រជាពលរដ្ឋខណៈដែលទាំងនេះជាបញ្ហាដែលអ្នកវិភាគជាច្រើនបានចាត់ទុកថាជាបញ្ហារចនាសម្ព័ន្ធដែលថៃត្រូវដោះស្រាយនៅក្នុងរយៈពេលដ៏យូរអង្វែង